រឿងស្នេហាឆោមកែវរឿងនេះនិយាយអំពីស្នេហាដ៏បរិសុទ្ធរវាងនេនឆោមដែលជាសិស្សគុណដ៏មានរូបសម្បត្តិនិងសម្ដីពីរោះជាមួយនាងកែវដែលជាស្រីក្រមុំមានរូបឆោមលូមពណ៌ល្អឯកស្នេហានេះបានជួបនឹងឧបសគ្គយ៉ាងធំពីការបង្ខិតបង្ខំរបស់មីងនូដែលជាម្ដាយនាងកែវនិងអំណាចរបស់ចៅហ្វាយស្រុកគុណធម៌ថ្លៃថ្លាត្រូវចែងរៀនយកសិក្សាស្វែងរកជាផ្លូវអបាយត្រូវស្គាល់ខុសត្រូវកុំភូតហួសឆ្ងាយចេះកាត់តូកាយមិនអោយហួសការប្រណីមេត្តាចិត្តមានសណ្ដងធ្វើបាបគេខំជាកម្មវេរីគ្រូជាគំរូដល់យើងគ្រប់គ្នាឲ្យយើងដើរត្រូវស្គាល់ច្បាប់មេត្រាគុណគ្រូមហិមាប្រៀបដូចមេត្តាចំណេះថ្លៃថ្លាគ្មានអ្វីប្រៀបនឹងត្រូវគោរពគ្រូត្រូវចេះយល់ដឹងទាំងកាយវាចាកុំរមើលគុណរៀនយកឱវាទប្រែជីវិតរស់ឲ្យបានខ្ពង់ខ្ពស់រស់ដោយសុខាសង្គមត្រូវការចំណេះធម៌ជាមាគ៌ាល្អដល់ជនគ្រប់គ្នាសយសំឡេងលោកនេនឆោមពីរោះរំដំដល់បេះដូងខ្ញុំណាស់ខ្ញុំមានអារម្មណ៍ថាដូចបានជួបនឹងគូព្រេងតាំងពីបុព្វជាតិតើលោកនេនមានរូបឆោមសមនឹងសំឡេងឬទេខ្ញុំមិនហ៊ានងើយមើលទេអើយកែវពិតណាស់លោកនេនអង្គនោះណាពិតជាល្អឯកទាំងរូបនិងទាំងសម្លេងខ្ញុំមើលទៅគាត់ណាខ្ញុំគិតថាគាត់នឹងក្លាយជាគូស្នេហ៍ដ៏ល្អរបស់អ្នកណាម្នាក់លោកនេនសានក៏មានសម្លេងពិរោះដែរតែមិនស្មើលោកនេនឆោមឡើយសូមចម្រើនពរញោមទាំងពីរអាត្មាឃើញទឹកមុខញោមស្រីទាំងពីរហាក់ដូចជាមានការចាប់អារម្មណ៍ខ្លាំងតើមានសេចក្តីអ្វីដែលអាត្មាអាចជួយបានដែរឬទេការសូត្រកំណាព្យរបស់អាត្មាធ្វើឲ្យញោមស្រីមានសេចក្តីជ្រះថ្លាឬអើយកណាខ្ញុំកណាសូមអនុមោទនាបុណ្យលោកបងកណាសូមជូនពហុំនេះដល់លោកបងខ្ញុំកណាសង្ឃឹមថាលោកបងនឹងបានសេចក្តីសុខខ្ញុំកណាសុំទោសដែលរំខានលោកបងលោកនេនឆោមអាត្មាគិតថាញោមស្រីកែវមិនបានមើលមកអាត្មាទេគាត់មើលតែលបងមួយគត់នាងបានធ្វើឲ្យលបងភាំងស្មារតីហើយអាត្មាសូមប្រសិទ្ធិពរអាត្មានឹងចងចាំទឹកចិត្តញោមស្រីជានិច្ចអាត្មាសង្ឃឹមថាយើងនឹងបានជួបគ្នាម្ដងទៀតលោកប្អូនសានអាត្មាមានអារម្មណ៍ថាចិត្តអាត្មាលែងនៅស្ងប់ហើយញោមស្រីកែវនាងបានធ្វើឲ្យអាត្មាមានចិត្តប្រតិបត្តិយ៉ាងខ្លាំងអាត្មាត្រូវទៅលាចាកសិក្ខាបទហើយតើលោកប្អូនគិតថាអាត្មាធ្វើត្រូវទេលបងឆោមលបងពិតជាហ៊ានសម្រេចចិត្តមែនណាលបងដឹងទេថាមីនូជាមនុស្សបែបណាគាត់ជាមនុស្សលោភលន់អាត្មានិយមគាត់មិនខ្វល់ពីស្នេហាទេលោកបងនឹងជួបព្យុះធំលោកបងអាចនឹងត្រូវគ្រោះថ្នាក់ដល់ជីវិតទៀតផងអាត្មាដឹងតែស្នេហាអាត្មាចំពោះនាងកែវគឺបរិសុទ្ធអាត្មាសុខចិត្តលះបង់ជីវិតដើម្បីស្នេហាអាត្មាមិនចង់រស់នៅដោយមានភាពសោកស្ដាយនៅថ្ងៃក្រោយទេអាត្មាមិនចង់ឲ្យនាងទៅរៀបការជាមួយនឹងអ្នកផ្សេងឡើយបើលបងសម្រេចចិត្តដូច្នេះទៅហើយអាត្មាជាមិត្តសម្លាញ់របស់លោកបងអាត្មានឹងនៅក្បែរលោកបងជានិច្ចអាត្មានឹងសឹកជាមួយលោកបងដែរយើងនឹងប្រជុំមុខជាមួយរឿងនេះទាំងអស់គ្នា
បងស្រីតើផ្លែស្វាយនេះបងលក់ប្រមាណដែរអូបងអូនស្រីស្វាយនេះ1គីឡូបងលក់តម្លៃ500បងអូនស្រីចាបងស្រីបងច្រកឲ្យខ្ញុំមកណានេះប្រាក់អាបឿនឯងមានស្គាល់នាងទីនាងឈ្មោះអីហើយជាកូនរបស់អ្នកណាបានលោកចវាយស្រុកនាងឈ្មោះកែវជាស្រីស្អាតប្រចាំភូមិនេះហើយម្ដាយរបស់នាងឈ្មោះមីនូនាងពិតជាស្អាតខ្លាំងណាស់យើងចង់បាននាងជាប្រពន្ធយើងនឹងចូលស្ដីដណ្ដឹងនាងពីមីនូឲ្យទាល់តែបានជំរាបសួរលោកចវាយស្រុកតើលោកមកផ្ទះមីងមានការអីមែនបាទជំរាបសួរមីងតើកូនស្រីមានគូហើយឬនៅខ្ញុំបានឃើញកូនស្រីរបស់មីងពិតជាស្រស់ស្អាតធ្វើឲ្យខ្ញុំចាប់ចិត្តប្រតិព័ទ្ធលើនាងនិយាយមិនលាក់បាំងទេខ្ញុំមកនេះគឺមកដណ្ដឹងនាងពីមីងហើយខ្ញុំនឹងមានមាសប្រាក់ច្រើនជូនមីងហើយថែមទាំងអាចធ្វើឲ្យនាងកែវនេះបានសោយសុខលើទ្រព្យសម្បត្តិរបស់ខ្ញុំប្រសិនបើអូនកែវព្រមទទួលយកខ្ញុំជាប្តីអូចាកូនស្រីរបស់មីងនៅកំមុំនៅឡើយទេមីងពិតជារំភើបចិត្តណាស់ដែលលោកចវាយស្រុកចាប់ចិត្តកូនស្រីរបស់នាងខ្ញុំមីងនឹងលើកកូនស្រីជូនលោកចវាយស្រុកតែម្ដងព្រោះកូនស្រីខ្ញុំមានតែមួយនឹងហើយខ្ញុំជាម្ដាយមានសិទ្ធិសម្រេចជំនួសកូនព្រោះចង់ឲ្យកូនបានខ្ពង់ខ្ពស់អញ្ចឹងខ្ញុំនឹងរងចាំចម្លើយពីអូនកែវហើយនឹងរងចាំថ្ងៃរៀបការអរគុណហើយមីនូអូចាលោកចវាយស្រុកកុំបារម្ភអីខ្ញុំគឺជាអ្នកសម្រេចនំមិនធំជាងនាលទេបងឆោមខ្ញុំមានការភ័យខ្លាចយ៉ាងខ្លាំងម៉ែនូខ្ញុំគាត់បានដឹងពីរឿងនេះហើយគាត់ចង់ឲ្យខ្ញុំរៀបការជាមួយអ្នកមានគាត់ថែមទាំងគំរាមថានឹងសម្លាប់ខ្ញុំទៀតផងតើខ្ញុំគួរធ្វើយ៉ាងម៉េចទៅកែវបងបានលាចាកសិក្ខាបទហើយបងបានសម្រេចចិត្តថាបងនឹងរស់នៅជាមួយអូនបងមានតែចិត្តស្មោះត្រង់តើអូននៅតែស្រឡាញ់បងទេបងសង្ឃឹមថាអូននឹងមិនខ្លាចភាពក្រីក្ររបស់បងឆោមខ្ញុំស្រឡាញ់បងទ្រព្យសម្បត្តិមិនអាចទិញស្នេហាខ្ញុំបានទេខ្ញុំមិនខ្វល់ពីភាពក្រីក្ររបស់បងឡើយខ្ញុំខ្វល់តែបេះដូងបងតែមួយគត់ខ្ញុំនឹងនៅក្បែរបងជានិច្ចអ្នកនាងកែវខ្ញុំជាសាក្សីស្នេហាដ៏បរិសុទ្ធរបស់អ្នកទាំងពីរខ្ញុំសង្ឃឹមថានាងនឹងមិនចោទចាញ់និងសម្ពាធពីម្ដាយនាងឡើយស្នេហារបស់អ្នកទាំងពីរគួរតែជាស្នេហាគំរូដ៏ល្អបងសូមស្បន់នៅចំពោះមុខមេឃនិងដីបើបងក្បត់អូនសូមឲ្យរន្ទះបាញ់បងសូមឲ្យខ្ញុំរងទុក្ខវេទនាជារៀងរហូតខ្ញុំនឹងមិនចាកចេញពីអូនឡើយខ្ញុំក៏សូមស្បត់ដូចគ្នាបើខ្ញុំក្បត់បងឆោមសូមឲ្យខ្ញុំកាត់ទុកធំរហូតដល់ស្លាប់ខ្ញុំសូមឲ្យស្លាប់នៅថ្ងៃដែលខ្ញុំក្បត់បងខ្ញុំនឹងមិនទទួលយកអ្នកណាផ្សេងឡើយខ្ញុំនឹងរក្សារឿងនេះខ្ញុំនឹងធ្វើជាអ្នកនិទានរឿងស្នេហាដ៏បរិសុទ្ធនេះខ្ញុំនឹងមិនឲ្យអ្នកណាម្នាក់បំភ្លេចការស្បត់របស់អ្នកទាំងពីរនេះឡើយអ្នកទាំងពីរជាគូស្នេហ៍ពិតអើយនាងកែវឯងជាកូនអកតញ្ញូហ៊ានយកអាអ្នកក្រមកធ្វើជាប្តីអីតើវាមានមាសប្រាក់ស្អីខ្លះហាឯងដឹងថាចវាយស្រុកណាមកសុំទៅដឹងឯងដោយមានមាសប្រាក់ច្រើនប៉ុណ្ណាទេឯងត្រូវតែគិតដល់អនាគតអញផងម៉ែខ្ញុំមិនត្រូវការមាសប្រាក់ទេខ្ញុំត្រូវការតែបងឆោមគាត់មានចិត្តស្មោះត្រង់ចំពោះខ្ញុំម៉ែសូមម៉ែកុំបំផ្លាញសុភមង្គលរបស់ខ្ញុំបើម៉ែបំបែកយើងខ្ញុំនឹងមិនសប្បាយចិត្តឡើយភាពក្រីក្រគឺដូចជាជំងឺអញមិនអោយឯងឈឺដោយសារវាឡើយឯងត្រូវតែរៀបការជាមួយចវាយស្រុកបើឯងមិនព្រមអញនឹងសម្លាប់វាចោលឯងត្រូវតែជ្រើសរើសម៉ែបើម៉ែសម្លាប់គាត់ខ្ញុំក៏ស្លាប់ដែរខ្ញុំមិនខ្លាចស្លាប់ទេលោកមេបាសូមលោកមេបាជួយខ្ញុំផងខ្ញុំចង់ឲ្យលោកមេបាទៅនិយាយជាមួយមីនូខ្ញុំដឹងថាខ្ញុំក្រតែខ្ញុំសង្ឃឹមថាគាត់នឹងទទួលយកភាពស្មោះត្រង់របស់ខ្ញុំសូមលោកមេបាប្រាប់គាត់ថាខ្ញុំមិនលោភលន់ទេ
ក្មួយឆោមខ្ញុំដឹងថាអ្នកមានចិត្តស្មោះតែមីនូមិនខ្វល់ពីភាពស្មោះត្រង់ទេនាងខ្វល់តែពីមាសប្រាក់នាងបាននិយាយថានាងចង់បានមាស10តម្លឹងតើអ្នកអាចរកមាសបានទេលោកមេបាសូមលោកមេបាទៅនិយាយជាមួយគាត់ហើយប្រាប់គាត់ថាបើគាត់បំបែកស្នេហាពួកគេគាត់នឹងត្រូវបណ្ដាសាគាត់នឹងរស់នៅទាំងមានភាពឈឺចាប់ជំរាបសួរអ្នកខ្ញុំមកនេះគឺដើម្បីសូមចូលសួរនាំពីក្មួយឆោមនិងកូនស្រីអ្នកក្មួយឆោមស្មោះត្រង់ណាស់អ្នកគួរតែគិតពីសុភមង្គលកូនអើយលោកមេបានិយាយលេងទេអីខ្ញុំមិនទទួលទេខ្ញុំបានលក់កូនស្រីខ្ញុំឲ្យចៅហ្វាយស្រុករួចហើយមាស10តម្លឹងលោកមានទេលោកមិនបាច់និយាយច្រើនខ្ញុំដឹងថាលោកគ្មានមាសប្រាក់ច្រើនបែបនេះទេមីនូអ្នកមិនគួរធ្វើដូច្នេះទេវាជាអំពើបាបអ្នកនឹងត្រូវទទួលទោសអ្នកកំពុងតែលេងល្បែងជាមួយនឹងកម្មផលហើយខ្ញុំមិនខ្លាចផលកម្មទេខ្ញុំខ្លាចតែភាពក្រីក្រលោកទៅប្រាប់អាឆោមនោះថាក៏មកជន់ផ្ទះខ្ញុំទៀតខ្ញុំនឹងមិនទទួលស្គាល់វាទេម៉ែហេតុអីបានជាម៉ែធ្វើបាបខ្ញុំដូចនេះខ្ញុំនឹងស្លាប់ទៅបាត់ហើយខ្ញុំមិនអាចក្បត់បងឆោមបានទេខ្ញុំនឹងនៅទីនេះដើម្បីចាំគាត់សូមម៉ែអនុញ្ញាតឲ្យខ្ញុំនៅឯងត្រូវទៅឯងទៅយកមាសប្រាក់មកឲ្យអញវិញឯងត្រូវធ្វើតាមអញបង្គាប់ឯងមិនមែនជាកូនរបស់អញទេបើឯងមិនស្ដាប់អញកែវខ្ញុំសុំទោសខ្ញុំនឹងផ្ញើសារទៅប្រាប់នាយឆោមខ្ញុំនឹងទៅតាមរកគាត់ខ្ញុំនឹងជួយឯងសូមប្រាប់បងឆោមថាខ្ញុំបានធ្វើតាមការសន្យាតែម៉ែខ្ញុំបានបង្ខំខ្ញុំសូមឲ្យគាត់នៅតែស្រឡាញ់ខ្ញុំនឹងរងចាំគាត់